tiêu bằng lươn với ơi mùi vị ní ti đai mình ai bỏ rồi mình cua na lôi tiêu về bên nhà bê chi tự bốc nâng lan ai lớn nè nà son nè na từ nè son chứ ấy tại bà chia chôn Campuchia rắn bắt chia mùi năng Americ bà chia chôn Americ có chư pro tai vì bắt đầm này tùm đánh làng thầy ơi ai lớn níសហរដ្ឋអាមេរិកបានបាញ់រ៉ាដារបស់អ៊ីរ៉ង់ដោយសារតែអ៊ីរ៉ង់នៅក្នុងសប្តាហ៍នេះគាត់បានវាយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគួយវេតហើយនឹងមួយទៀតណា Barrage of attacks against U.S. allies Kuwait and Bahrain. U.S. airstrikes hit Iranian radar sites, once again challenging a fragile ceasefire. ឥឡូវនេះបានគេហៅថា drone របស់អ៊ីរ៉ង់និង missile របស់អ៊ីរ៉ង់បានបាញ់ទៅគួយវេតដល់ពេលអញ្ចឹងទៅឥឡូវនេះអាមេរិករកវិធីមួយគឺបាញ់កំទេចអាកន្លែងរ៉ាដាចាប់សញ្ញាអ៊ីរ៉ង់បាញ់សម្ព័ន្ធមិត្តដូចជាគួយវេតអញ្ចឹងណាដោយសារតែសម្ព័ន្ធមិត្តចុះសម្ព័ន្ធមិត្តឡើងឥឡូវវាយហើយតាក់ទងពីអ៊ីរ៉ង់វាយជាមួយនឹងអាមេរិកនេះហើយអ៊ីរ៉ង់បានបាញ់ But Iranian attacks on Kuwait's main airport this week left 1 dead and more than 60 injured. ស្លាប់មនុស្សម្នាក់ហើយនឹងរបួសលើសពី60នាក់ដោយសារតែអ៊ីរ៉ង់ថានេះគឺជាការបាញ់ការតាអ៊ីខ្លួនប្រហែលជាពលានហោះរបស់គួយវេតមួយនេះមានផ្ទុកអាវុធរបស់សហរដ្ឋអាមេរិកដែលនាំឲ្យអ៊ីរ៉ង់ឈឺវាយទៅវាយមកប្រជាជន40លាននាក់នៅក្នុងពិភពលោកនឹងបន្តអត់មានអីស៊ីឬក៏យើងប្រើភាសាទូទៅគឺអត់ឃ្លាន សន្ទុកជាមុនថាប្រសិនបើតម្លៃប្រេងនៅតែថ្លៃខ្ទង់$100ក្នុងមួយធុងបារីលរហូតដល់ខែមិថុនានោះមនុស្សយ៉ាងហោច40លាននាក់បូកបន្ថែមនឹង320លាននាក់នៅលើពិភពលោកសម្រាប់នៅក្នុងពិភពលោកនៅបណ្ដាប្រទេសអាហ្វ្រិកគឺអត់មានអីស៊ីគឺក៏អត់ឃ្លានប្រជាជនអាមេរិកក៏ឈឺប្រជាជនកម្ពុជាក៏ឈឺពេលណាជួបសន្តិភាពពេលណាពិភពលោកឈប់ឆ្លោះគ្នាហើយមានសន្តិភាពធ្វើឲ្យប្រជាជននៅលើពិភពលោករស់នៅដោយសុខសប្បាយយើងចូលដល់សហរដ្ឋអាមេរិកខ្យល់ព្យុះទឹកជំនន់ទីក្រុងតិចសាសត្រូវបានលិចទឹកខ្យល់ព្យុះទឹកជំនន់ហោះបុកពីឥណ្ឌាណាទៅ New England នៅសហរដ្ឋអាមេរិកទីក្រុងតិចសាសត្រូវបានលិចទឹកមួយផ្នែកខ្លះណាដោយសារតែខ្យល់ព្យុះទឹកជំនន់ឬក៏យើងនិយាយភាសាមួយបែបទៀតគឺគេហៅថាការគ្រប់គ្រងរបស់អាមេរិកអត់ល្អហ្នឹងបានបតាឲ្យទឹកវាលិចឬក៏គាត់អត់មានអ្វីទៅហាមមេឃកុំឲ្យភ្លៀងពេកដោយសារតែទឹកជំនន់វាឡើងច្រើនទៅវាធ្វើឲ្យលូគ្រប់គ្រងទឹកអត់បានល្អហើយនៅរដ្ឋលូវីណាទឹកក៏បានបន្តលិចផ្លូវអញ្ចឹងខ្យល់ព្យុះទឹកជំនន់បង្កើតឲ្យប្រជាជនលើពិភពលោកវល់ព្រោះតែថាទី1តម្លៃទំនិញឡើងថ្លៃបូករួមនឹងការប្រែប្រួលអាកាសធាតុទៀងនៅសហរដ្ឋអាមេរិកដដែលបរិះម្នាក់គាត់ជិះឡានឡើងលឿនបុកឡើងស្ទៃហើយអ្វីដែលគួរឲ្យអាណិតគឺក្មេងៗទូចទាំងអស់នេះគឺជិះនៅក្នុងឡានហ្នឹងអោបរោះស្បែកខ្មៅអ្នកមិនគិតខ្លួនឯងអ្នកគួរតែគិតក្មេងគាត់បើកលឿនយ៉ាងនេះដោយសារតែនៅសហរដ្ឋអាមេរិកត្រូវមាន insurance ដល់ពេលអញ្ចឹងក៏អត់ខ្វល់ដោយសារគាត់បង់ insurance ហើយបើមានគ្រោះថ្នាក់ insurance អ្នកសោះនៅប្រទេសកម្ពុជារថភ្លើងកាឡាប់មិនមែនកាឡាប់ទេគឺបើកធ្លាក់ផ្លូវយើងនិយាយភាសាឲ្យស្រួលស្ដាប់មិនដឹងអាចចង្រៃយកណាចាក់ថ្មឬក៏លោកវិស្វករណាដាក់ថ្មភ្លេចកាយចេញធ្វើឲ្យរថភ្លើងធ្លាក់ចេញពីផ្លូវតែម្ដងនៅម្ដុំតនុបកប់ស្រូវយើងចូលមកព័ត៌មានបញ្ចប់ថ្ងៃនេះស្ទាវ2នាក់បើកឡានទៅបុកនឹងស្ទាវ2នាក់បើកម៉ូតូយ៉ាងរហ័នទៅបុកនឹងឡាន Toyota ឡាកលេខ2 BL3257 ពណ៌សនៅម្ដុំវេលាទុងម៉ោង11ហើយពួកស្ទាវ2នេះបើកបុកនៅផ្លូវ182ខណ្ឌទួលគោកខាងលិចស្តុបតេផន100ម៉ែត្រពីស្តុបតេផនអស់អោអាស្ទាវឲ្យយប់ឡើងមិនព្រមដេកមិនព្រមពួនពួកឯងបែរជាជិះលឿនទៅបុកនឹងឡានដ៏ទំនើបមួយនេះ
ពួកឯងសងគេឬក៏អ្នកណាសងអ្នកណាឬក៏អ្នកណាខុសប៉ុន្តែបើយោងទៅតាមស្ថានភាពកើតហេតុណាគឺស្ទីវនឹងវាបើកលឿនពេកហោះស្ទុយទៅបុកនឹងឡាននៅម្ដុំស្តុបទេផន Win TV សម្រាប់ថ្ងៃទី7ខែ6ឆ្នាំ2026នេះចប់តែប៉ុណ្ណឹងអរគុណបងប្អូនក្រោមដំបូលសន្តិភាពទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះអរគុណ